បាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលនៅក្នុងបណ្ដាញសង្គម social media ទាំងអស់គ្នាហើយថ្ងៃនេះដែរគឺខ្ញុំនិងគ្រូសាស្ត្ររបស់ខ្ញុំបានបាញ់ទឹកដីឲ្យវាត្រជាក់ដីបងប្អូនហើយសម្រាប់នេះគឺខែ4យើងបងប្អូនក្តៅខ្លាំងណាស់ហើយមើលប្រទាលបលានេះបងប្អូនល្អនេះនឹងខែ5បងប្អូនមកខែភាសាវិញល្អជាងនឹងទៀតហើយនេះប្រទាលរិស័យបងប្អូននេះឃើញអត់ផ្ទះខ្ញុំដាំបានវាល្អប្រទាលប៉ុន្តែដីវាទូចពេកបងប្អូនអើយដីវាទូចពេកដល់ចឹងទៅវាដាំបានតិចតំណាំក្រោយផ្ទះហើយដាំអត់សូវបានច្រើនទេបងប្អូនហើយនេះគឺការឆ្លៀតពេលបន្តិចបន្តួចដើម្បីមកសម្អាតផ្ទះហើយនេះគឺភួយខ្នើយរបស់កូនវាដាក់ហាលបងប្អូនណាកុំបកកែបកាន់អីជីវិតអ្នកស្រុកស្រែវាតែប៉ុណ្ណឹងហើយនេះគឺទេសភាពមើល detail ឲ្យហើយបងប្អូនទាំងអស់គ្នាអើយក្តៅយ៉ាងណាមើលនេះហើយមើលអានេះប្រទាលស្អីគេនេះខ្ញុំអត់ស្គាល់ទេបងប្អូននេះល្អណាស់បងប្អូនអើយដាក់ដាំបានតែមួយអាទិត្យកន្លះខែអីលាស់មកនេះហើយក្តៅមេឃក្តៅតែក្តៅយ៉ាងណាក៏ដោយប៉ុន្តែតំណាំទាំងអស់គឺវានៅតែលាស់អត់មានឃើញស្វិតអត់មានឃើញអីបងប្អូនក្រូចនេះក្រូចទេបងប្អូននេះក្រូចឆ្មាបងប្អូននេះក្រូចឆ្មាបងប្អូននឹងក្រូចឆ្មាហើយវាលាស់ឡើងល្អខ្លាំងបងប្អូនហើយដាំគៀនលបងហើយនៅជាមួយនឹងដើមទៀបហើយនឹងដើមមនោងហើយដើមមនោងវិញមិនបាច់និយាយបងប្អូនអើយមើលនេះមានតែស្លឹកអត់មានផ្លែដើមមនោងខ្ញុំនេះតែស្លឹកអត់មានផ្លែនេះពីល្អមកនោះល្អខ្លាំងមែនតើហើយអត់មានអីទេផ្ទះខ្ញុំដីវាទូចពេកអត់ចឹងបងប្អូនអើយដាំអត់សូវបានច្រើនទេដាំតំណាំអត់សូវបានច្រើនទេហើយនេះគឺផ្លែមានគឺយើងដាក់ឲ្យបានមាននៅក្នុងមុខផ្ទះបងប្អូនដើមអានេះគឺអំពៅអញ្ចឹងដាំបានតែប៉ុណ្្នឹងទេហើយនេះគឺយើងផ្សំបងប្អូនទីមើលនឹងដើមនេះគេបងប្អូននេះបងនេះក៏លេចឃើញស្គាល់នេះបងប្អូនអ្នកសុកសេស្គាល់នេះឃើញបងប្អូនណានេះគឺដើមទៀបបច្ចៈដើមទៀបនេះគឺវាដាំនៅមុខចំហៀងផ្ទះតែតាមចាស់គាត់បុរាណគាត់ថាដាំនៅចំហៀងផ្ទះចឹងនៅមុខផ្ទះគេឲ្យដាំប៉ុន្តែតាមខ្ញុំគិតមើលប្រហែលជាមិនអីទេបងប្អូនណាចំហៀងផ្ទះតំណោចវាមិនសំខាន់ហើយមួយទៀតបងប្អូន